ធ្វើដោយបងណាឃើញណាក៏មិនទុំនេះណាមានពេលសម្រាប់សោះឡាយណានេះគឺជាបន្លែនិងពងទាដែលយើងត្រូវធ្វើត្រីប្រមារបស់យើងមកបងប្អូនគ្នានេះគឺជាត្រីប្រមារបស់យើងគឺជាសាច់ជ្រូកយើងមានជាមួយនឹងប៊ីចេងស្កររ៉ូឌីទឹកត្រីជាដំបូងគឺយើងត្រូវចំហុយត្រីប្រមារបស់យើងសិនណាបងប្អូនគ្នាឥឡូវត្រីប្រមារបស់យើងបានរួចរាល់ហើយសម្រាប់ត្រីប្រមាគឺខ្ញុំធ្វើការចំហុយវារៀងឆ្អិនទៀតបងប្អូនគ្នាដើម្បីយើងស្រួលបេះសាច់ចេញណាឥឡូវយើងបេះរួចរាល់ហើយយើងមកធ្វើការច្រាមសាច់ជ្រូករបស់យើងបងប្អូនគ្នាដាក់ជាមួយនឹងត្រីប្រមាយើងច្រាមចូលគ្នាឲ្យសព្វបងប្អូនគ្នាមកធ្វើការគោះពងទាបងប្អូនគ្នាសម្រាប់ពងទាគឺខ្ញុំប្រើចំនួន4គ្រាប់បងប្អូនគ្នាជាមួយនឹងសាច់ប្រហែលជា3ខាំរួចហើយយើងធ្វើការដាក់ជាមួយនឹងខ្ទឹមសម្ទេសប៊ីចេងស្កររ៉ូឌីថែមជាមួយនឹងទឹកត្រីហើយជាចុងក្រោយហ្នឹងខ្ញុំមកធ្វើការថែមជាមួយនឹងល្ខ្ទឹមរបស់យើងហើយខ្ញុំធ្វើការដាក់ជាមួយនឹងម្ទេសផ្លោកជាមួយនឹងម្ទេសក្រហមដើម្បីវាមើលទៅវាស្អាតចឹងបងប្អូនគ្នាឥឡូវយើងមកធ្វើការដាក់ចំហុយវាទុកចោលចឹងបងប្អូនគ្នានាទីចំហុយប្រហែលជា45នាទីឥឡូវរួចរាល់ហើយខ្ញុំមកធ្វើការលាបជាមួយនឹងពងមាន់ដើម្បីយកពណ៌បងប្អូនគ្នាយកតែពណ៌ក្រហមសុទ្ធហើយយើងធ្វើការទុកវាមួយផ្លែតទៀតណាបងប្អូនគ្នាឥឡូវម្ហូបរបស់យើងបានរួចរាល់ហើយពងទាចំហុយត្រីប្រមារបស់យើងនិយាយទៅឲ្យអួយហ្មង